Thái khăn chân mình stơ nụ tế tiện tôn từ nâng rương đầy chân bình chun ở vụt một oi Campuchia. Cái tới mình tôi thấy cứ một cái chuyện này nó một đó kia. Bờ trong về tình dân họ clip pen clip ấy dương đôi chia mình xây chia từ hai đời kế từ rau chan rô rương về vùng màn tệ ná. Còn tế chân bình chun ở vụt một oi dương nâng về từ chọt và căn thà chân nâng cái hai thằng mấy chùm rung cái đôi chia control Campuchia nơi bị cáo cả ba từng kích rồi viên bờ tây việt từ bình coi nữa rồi bờ trong về đánh tinh dân họ trong bang clip pen time ấy nứng dương đôi chia mình xây chia tư cái tư trận này từ rô rương việt của màn thế nó rồi hốt từ đó hàng than tu chân nơi sọc thái nó cứ tranh một bộ sải nó hay pod men đi tôi cái những đọ sòng trên PPTV HD 30 muối đây chúng nó chương thông thống đến cái bàn trò thá nè non pia than tu chân bàn bọ sải tiệt tung từ nền cá bình chun avot một oi Campuchia mình mếnជាការបញ្ជូនឲ្យមកប៉ះទង្គិចជាមួយថៃនោះទេណាចឹងគឺវាខឹងចិនរហូតតទៅចិននឹងចេញមកបកស្រាយណាថាមិនមែនជាការបញ្ជូនដើម្បីបង្កើនភាពតាមតឹងក៏ដូចជាដើម្បីឲ្យប៉ះទង្គិចជាមួយថៃនោះទេអញ្ចឹងនៅក្នុងវីដេអូនេះយើងមានទាំងអស់ពីរព័ត៌មានសំខាន់ណាបងប្អូនអញ្ចឹងមុននឹងយើងលម្អិតព័ត៌មានទី1យើងទៅមើលចំណងជើងព័ត៌មានទី2មួយទៀតសិនចឹងព័ត៌មានទី2នេះគឺតកតងទៅនឹងបកស្រាយតកតងទៅនឹងគោលការណ៍ប្រតិបត្តិទីតាំងភូមិនងយ៉ាកែវដែលត្រូវបានឈ្លានពានអញ្ចឹងព័ត៌មានវាគឺអត់មានអីក្រៅពីចោតប្រកាន់ឬក៏លៀបពណ៌មកលើប្រទេសកម្ពុជារបស់យើងនោះទេអញ្ចឹងយើងទៅលំអិតព័ត៌មានទី1ទាំងអស់គ្នាហើយមុននឹងទៅលំអិតបងប្អូនកុំភ្លេចជួយ Subscribe Channel ម្នាក់មួយដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតដែលខ្ញុំប្រែពីកាសែតភាសាថៃមកស្ថានទូតចិនបកស្រាយរឿងបញ្ជូនអាវុធទៅកម្ពុជាជាកិច្ចសហប្រតិបត្តិការចាស់មិនមែនសម្រាប់ប្រើប៉ះទង្គិចជាមួយថៃនោះទេអញ្ចឹងអាចថាកម្ពុជារបស់យើងចុះកិច្ចព្រមព្រៀងនៅក្នុងការទិញអាវុធពីចិនតាំងពីឆ្នាំណាក៏យើងមិនដឹងណាបងប្អូនប៉ុន្តែអាវុធនឹងគឺត្រូវគេផលិតបានត្រូវជូនបញ្ជូនមកកម្ពុជាយើងនៅក្នុងឆ្នាំហ្នឹងវាជូនឆ្នាំដែលយើងប៉ះទង្គិចជាមួយវាប៉ុន្តែវាយកលេសថាចិនហ្នឹងបញ្ជូនមកដើម្បីឲ្យកម្ពុជាហ្នឹងបង្កភាពតានតឹងជាមួយវាទៅវិញណាបងប្អូនអានេះវាស្រេចតែវាចោលប្រកាន់ចោះត្រង់វាទិញយន្តហោះចម្បាំង Grip Pen ហ្នឹងអាហ្នឹងមិនបង្កភាពតានតឹងមកឲ្យកម្ពុជាទេឬឥឡូវយើងទៅជាបន្តទៀតអ្នកនាំពាក្យស្ថានទូតចិនបានបំភ្លឺរឿងបញ្ជូនអាវុធទៅកម្ពុជាជាកិច្ចសហប្រតិបត្តិការចាស់មិនមែនសម្រាប់ប្រើប៉ះទង្គិចជាមួយថៃទេហើយបញ្ជាក់ថាខ្លួនគ្មានផលប្រយោជន៍ពីចំនួនរវាងប្រទេសទាំងពីរឡើយចឹងអាចថាចិនចង់និយាយថាចិនជាប្រទេសដែលបកកែរុស្ស៊ីបងប្អូនហ្នឹងហើយបងប្អូនដឹងហើយរុស្ស៊ីនៅថៃក៏មានអ្នកវិនិយោគច្រើនសម្រាប់ចិនរុស្ស៊ីនៅថៃមកខ្មែរយើងក៏ច្រើនអញ្ចឹងបើសិនជាចិននិងខ្មែរប៉ះទង្គិចបើសិនជាថៃនិងកម្ពុជាយើងប៉ះទង្គិចគ្នាចិនដូចជាមិនមានចំណេញអីប្រហែលទេណាបងប្អូនព្រោះបងប្អូនដឹងស្រាប់ហើយនៅខ្មែរយើងគឺអ្នកវិនិយោគចិនគឺទំហំទឹកប្រាក់រាប់ពាន់លានដុល្លារណានៅថៃគឺវាកាន់តែច្រើនជាងខ្មែរយើងទៀតព្រោះអីប្រទេសថៃវាទំហំសេដ្ឋកិច្ចវាធំជាងយើងណាអញ្ចឹងចិនក៏មិនចង់ឃើញប្រទេសទាំងពីរហ្នឹងឆ្លោះគ្នាប៉ះទង្គិចជាមួយគ្នានោះដែរឥឡូវយើងទៅជាបន្តទៀតកាលពីថ្ងៃទី2ខែតុលាឆ្នាំ2025ទំព័រ Facebook ផ្លូវការរបស់ Chinese Embassy Bangkok ឬក៏ជាភាសាថៃគេថាម៉េចស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាជនจีนប្រចាំប្រទេសថៃឬក៏យើងប្រែជាខ្មែរយើងថាម៉េចស្ថានទូតឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសថៃឬក៏ស្ថានទូតចិនប្រចាំនៅប្រទេសថៃតែម្ដងក៏បានដែរណាបានបង្ហោះសារជូនដំណឹងថាអ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅប្រទេសថៃបានឆ្លើយសំណួរ
អ្នកសារព័ត៌មានសំណួរថ្មីនេះមានសេចក្តីរាយការណ៍ថាប្រទេសកម្ពុជាបានប្រើប្រាស់កាំជ្រួចផលិតពីចិននៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចតាមព្រំដែនកម្ពុជាថៃហើយបាននិយាយថាការចោទប្រកាន់ដោយប្រយោលដែលថាអាវុធរបស់ចិនបានផ្លាស់ប្ដូរស្ថានភាពនៃសង្គ្រាមរវាងប្រទេសជិតខាងទាំងពីរនេះតើស្ថានទូតចិនមានមតិយោបល់បែបណាចំពោះជំហររបស់ខ្លួនឬក៏សំណេរជាកាសែតថៃដែលគេចោទសួរគេថាម៉េចអាវុធของจีนដែលเปลี่ยนแปลงสถานการณ์ของสงครามระหว่างประเทศเพื่อนบ้านซึ่งกล่าวหาจุดยืนของจีนโดยอ้อมสถานทูตจีนมีความเห็นอย่างไรจำเลยចិនសូមបញ្ជាក់ជាថ្មីថាចាប់តាំងពីមានការប៉ះទង្គិចគ្នាតាមព្រំដែនថៃកម្ពុជាក្នុងនាមជាប្រទេសជិតខាងមិត្តភាពរបស់ថៃនិងកម្ពុជាអញ្ចឹងបានន័យថាម៉េចចិនចាប់យកទាំងពីរបងប្អូនมันអាចលំអៀងទៅខាងណាបានទេណាព្រោះអីប្រទេសទាំងពីរហ្នឹងគឺសុទ្ធតែជាប្រទេសដែលផ្ដល់ផលប្រយោជន៍ច្រើនទៅដល់ចិនណាបងប្អូនទាំងអស់គ្នាបងប្អូនដឹងហើយនៅកម្ពុជាយើងបច្ចុប្បន្ននេះគឺនិយមទិញទំនិញពីចិនណាបងប្អូនតាមរយៈអីគេ app Alibaba Taobao ឬក៏អីគេបងប្អូន app ផ្សេងជាច្រើននៃចិនដែលកម្ពុជាយើងកំងដុំយកមកលក់រាយនៅកម្ពុជាទាំងអស់ហ្នឹងសុទ្ធតែផ្ដល់ប្រាក់ចំណូលទៅឲ្យចិនណាមិនថាខោអាវសម្ភារៈគ្រប់សពបែបយ៉ាងណាបងប្អូនដែលយើងនាំចូលពីចិនមកហើយនៅថៃក៏ដូចគ្នាណារបស់ដែលលក់នៅ Lazada វាច្រើនក៏វានាំពីចិនមកដូចគ្នាអញ្ចឹងប្រទេសទាំងពីរហ្នឹងក៏ជាប្រទេសដែលជួយទ្រទ្រង់សេដ្ឋកិច្ចចិនខ្លាំងដែរណាអញ្ចឹងបើសិនជាប៉ះទង្គិចគ្នាវាអាចប៉ះពាល់ទៅដល់ផលប្រយោជន៍ជាពិសេសហ្នឹងគឺរឿងលុយកាក់ហូរចូលទៅប្រទេសចិននឹងឯងអញ្ចឹងចិនបានខិតខំប្រឹងប្រែងធ្វើការដើម្បីបន្ធូរបន្ថយស្ថានភាពតាមមធ្យោបាយផ្ទាល់ខ្លួនមធ្យោបាយផ្ទាល់ខ្លួនរបស់ខ្លួនចិនមិនបានបញ្ជូនឧបករណ៍យោធាណាមួយឡើយណាចាំបើសិនជាមានក្អកទីទូចអីអភ័យទោសផងណាបងប្អូនទើបជាវិបត្តិស្អីវាខ្លះវារឿងរបស់កណាហ្នឹងហើយតែឲ្យកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងហេតុការណ៍ប៉ះទង្គិចតាមព្រំដែនថៃកម្ពុជាទេឧបករណ៍យោធាពីចិនដែលកម្ពុជាមាននៅពេលបច្ចុប្បន្ននេះសុទ្ធតែបានមកពីគម្រោងកិច្ចសហប្រតិបត្តិការរវាងចិនកម្ពុជាដែលមានស្រាប់រួចមកហើយអញ្ចឹងអាចថាកម្ពុជាយើងអាចចុះកុងត្រាទិញតាំងពីយូរឆ្នាំមកហើយប៉ុន្តែរបស់ហ្នឹងវាទើបតែនឹងបាននៅក្នុងឆ្នាំនេះព្រោះភាគច្រើនទាក់ទងទៅនឹងអាវុធអីយើងមិនថាអាចកំងថ្ងៃហ្នឹងស្អែកដឹកបានទេបងប្អូនតើតែមានការកំងបានគេផលិតផ្គត់ផ្គង់ណាឥឡូវយើងទៅជាបន្តទៀតចិនគ្មានផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងចំនួនព្រំដែនថៃកម្ពុជាហើយបានគ្រប់គ្រងអាស៊ានដែលជំរុញការដោះស្រាយបញ្ហានយោបាយតាមមាគ៌ាអាស៊ានចិនរីករាយនឹងការប្រស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយថៃកម្ពុជាម៉ាឡេស៊ីនិងប្រទេសដទៃទៀតក្នុងតំបន់នឹងដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ប្រកបដោយនិរន្តរភាពនិងការស្ដារសន្តិភាពឡើងវិញនៅតាមបណ្ដោយតំបន់ព្រំដែនណាឬក៏ជាភាសាថៃកាសែតថៃគេថាម៉េចនៃភូមិភាគและแสดงบทบาทเชิงสร้างสรรค์ในการเสริมสร้างการหยุดยิงอย่างยั่งยืนและฟื้นฟูความสงบสุขของบริเวณชายแดนយើងសូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធឲ្យគិតគូរពីសន្តិភាពនិងស្ថិរភាពក្នុងតំបន់ព្រមទាំងសុខុមាលភាពរបស់ប្រជាជនហើយធ្វើរឿងដែលវិជ្ជមាននិងស្ថាបនាបន្ថែមទៀតណាអ
ចឹងបើតែចិនក៏មិនចង់ជំរុញចំនួននឹងឲ្យកាន់តែជ្រៅដែរណាដូចនិយាយដែរchứវាពាក់ព័ន្ធទៅនឹងផលប្រយោជន៍ណាហើយគេហៅថាប្រទេសនីមួយៗសុទ្ធតែមានដំបៅប្រវត្តិសាស្ត្រណាបងប្អូនត្បិតតែបច្ចុប្បន្នចិនគឺជាប្រទេសមហាអំណាចអាចនិយាយបានថារៀងក្រែងចិត្តតែអាមេរិកមួយទេប៉ុន្តែកាលពីសង្គ្រាមលោកលើកទី2អីមិញបងប្អូនចិនធ្លាប់ទទួលរងការប្រមាថការធ្វើបាបការសម្លាប់រង្គាលពីប្រទេសជប៉ុនដែរណាអញ្ចឹងប្រទេសមួយសុទ្ធតែមានការដំបៅប្រវត្តិសាស្ត្រណាយើងក៏មានដំបៅប្រវត្តិសាស្ត្រជាមួយប្រទេសជិតខាងខាងលិចនិងខាងកើតចិនក៏ធ្លាប់កាលពីខ្លួនខ្សោយមិញក៏ធ្លាប់ជប៉ុនមកធ្វើបាបណាបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនដែលធ្លាប់មើលប្រវត្តិសាស្ត្រគឺដឹងហើយគឺជប៉ុនកាលពីមុនមិនដូចជប៉ុនឥឡូវទេណាបងប្អូនហើយជប៉ុនក៏ធ្លាប់មានប្រវត្តិកាត់ខេត្តកម្ពុជាយើងប្រហែលខេត្តតែឲ្យថៃដែរតែជាអកុសលដែរជប៉ុនចាញ់សង្គ្រាមលោកហើយអាមេរិកឈ្នះយើងក៏បានខេត្តនឹងត្រឡប់មកវិញណាបើសិនជាជប៉ុនឈ្នះកុំអីបាទដូចខ្ញុំនៅបាត់ដំបងនេះកុំអីជប៉ុនកាត់ឲ្យថៃអស់បាត់ហើយណាបងប្អូនអញ្ចឹងក៏ចាត់ទុកថាជារឿងល្អមួយដែរដែលអាមេរិកបានឈ្នះសង្គ្រាមលោកធ្វើឲ្យគេហៅថាពិភពលោកស្ងប់សុខឡើងវិញឥឡូវយើងទៅបន្តទៀតដើម្បីបន្ធូរបន្ថយស្ថានភាពរវាងថៃនិងកម្ពុជាជំនួសឲ្យការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាអាក្រក់និងញុះញង់ឲ្យមានភាពចលាចលណាហ្នឹងហើយអញ្ចឹងព័ត៌មានទី1នេះគឺយើងបិទបញ្ចប់ត្រឹមប៉ុណ្ណឹងយើងទៅកាន់ព័ត៌មានសំខាន់ទី2បន្ថែមទៀតចាតងទៅនឹងតំបន់ក្តៅណាបងប្អូននៅភូមិនងចាន់នងយ៉ាកែវអីហ្នឹងទាក់ទងទៅនឹងការបកស្រាយគោលការណ៍ប្រតិបត្តិទីតាំងភូមិនងយ៉ាកែវដែលត្រូវបានឈ្លានពានមិនដឹងជាអ្នកណាឈ្លានពានអ្នកណាទេណាបងប្អូនកម្ពុជាយើងដូចអត់ទាន់ដែរទៅពាត់លុះចូលដីផ្ទះប្រជាពលរដ្ឋវាទេហើយវាពាត់លុះចូលដីផ្ទះប្រជាពលរដ្ឋយើងហើយវាចោទថាយើងនឹងឈ្លានពានវាបានទៀតឥឡូវយើងទៅលំអិតព័ត៌មាននឹងទាំងអស់គ្នានាយកដ្ឋានធនធានព្រៃឈើបានបកស្រាយអំពីគោលការណ៍ណែនាំក្នុងការអនុវត្តករណីជនជាតិកម្ពុជាឬក៏ជនជាតិខ្មែរយើងចូលឈ្លានពានតំបន់ភូមិនងយ៉ាកែវអញ្ចឹងអាណាដែលបកកែគេហៅថាបំភ្លើសលៀបពណ៌កម្ពុជាហ្នឹងគឺឲ្យវាវិនាសណាបងប្អូនដោយដែលយើងឃើញស្រស់អន្តរជាតិគេឃើញស្រស់ហើយថាថៃបានពាត់របងលុះបតឡាលុះពាត់ចូលដល់ផ្ទះប្រជាពលរដ្ឋកម្ពុជាណាប៉ុន្តែវាទៅជាថាយើងហ្នឹងគេប្រជាជនកម្ពុជាយើងនឹងឈ្លានពានតំបន់ភូមិនងយ៉ាកែវរបស់វាទៅវិញហ៊ូចិត្តណាការិយាល័យគ្រប់គ្រងធនធានព្រៃឈើទី9សាខាប្រជិនបុរីបានចេញសេចក្តីបំភ្លឺអំពីគោលការណ៍ណែនាំក្នុងការអនុវត្តការងារនៅតំបន់ភូមិនងយ៉ាកែវដែលត្រូវបានជនជាតិកម្ពុជាចូលឈ្លានពានណាជាជនយើងនេះគឺថាទឹកភ្នែកទឹកសបោពីការរំលោភបំពានរបស់វាប៉ុន្តែវាកន្លះព័ត៌មានថាយើងនឹងឈ្លានពានវាទៅវិញណាបងប្អូនគួរឲ្យឈឺចាប់កាលពីថ្ងៃទី3ខែតុលាឆ្នាំ2025ការិយាល័យគ្រប់គ្រងធនធានព្រៃឈើទី9សាខាប្រជិនបុរីបានចេញសេចក្តីបំភ្លឺអំពីគោលការណ៍ណែនាំក្នុងការអនុវត្តការងារតាមនីតិវិធីនៃរាជបញ្ញត្តិព្រៃឈើពុទ្ធសករាជ2484នៅក្នុងតំបន់ដែលត្រូវបានចាប់យកដកហូតដែលជនជាតិកម្ពុជាចូលឈ្លានពានណាតែយើងនឹងឈ្លានពានណាឈ្លានពានម៉ែវាស្អីណាមកពាត់ដីចូលដីយើងប៉ុណ្ណឹងវាចោទតែយើងឈ្លានពានវាទៀតនៅក្នុងបរិវេណភូមិនងយ៉ាកែវភូមិទី9ណាហ្នឹងហើយនៅតំបន់នងយ៉ាកែវភូមិទី9ឃុំខោកស៊ូងស្រុកខោកស៊ូងខេត្តស្រះកែវដោយបានបញ្ជាក់ថាយោងតាមការដែលអង្គភាពការពារ
នឹងថែរក្សាព្រៃឈើនងវែងណាហ្នឹងហើយអានេះឈ្មោះទីតាំងរបស់គេទេបានដាក់ពាក្យប្តឹងអនុវត្តតាមផ្លូវច្បាប់ដើម្បីចាប់យកក៏ដូចជាដកហូតតំបន់ដែលជនជាតិកម្ពុជាចូលឈ្លានពាននៅភូមិនងយ៉ាកែវភូមិទី9ឃុំខោកស៊ូងស្រុកខោកស៊ូងខេត្តស្រះកែវចឹងខ្ញុំក៏កំពុងតែរងចាំមើលចំណាត់ការថារដ្ឋាភិបាលកម្ពុជាជាមួយនឹងថៃនឹងដោះស្រាយតំបន់នឹងបែបម៉េចណាហើយដើម្បីឲ្យទទួលបានភាពយុត្តិធម៌ទាំងសងខាងយើងក៏មិនមែនទៅចង់បានដីវាសំបីតែមួយចង្អាមដែរណាតែសូមកុំឲ្យបាត់ដីណាបងប្អូនដូចថាប្រជាពលរដ្ឋយើងរស់នៅនឹងតកូនតចៅមកហើយបងប្អូនបើសិនជាតំបន់នឹងបាត់បង់ទៅឲ្យថៃមែនអានឹងវាពិបាកទទួលយកដែរណាត្បិតតែវាមិនមែនប៉ះលើខ្លួនយើងប៉ុន្តែប៉ះនៅលើឈាមខ្មែរយើងដូចគ្នាអញ្ចឹងសង្ឃឹមថាគណៈកម្មាធិការព្រំដែននឹងដោះស្រាយបញ្ហាហ្នឹងទៅដោយគេហៅថាសុក្រិតយុត្តិធម៌ទាំងសងខាងដូចនិយាយដដែលអញ្ចឹងខ្មែរយើងមិនទៅចង់បានដីវាមកចង្អាមទេណាខ្ពើមយកណាបងប្អូនត្បិតតែខេត្តទាំងអស់ហ្នឹងអតីតកាលវាសុទ្ធតែជាខេត្តខ្មែរយើងក៏ដោយណាប៉ុន្តែសំខាន់បច្ចុប្បន្នយើងរក្សាផ្ទៃដីរបស់យើងប៉ុណ្្នឹងឲ្យគង់វង្សបន្តទៅមុខរាប់ពាន់រាប់ម៉ឺនឆ្នាំទៀតណាដែលបានដាក់ពាក្យប្តឹងអនុវត្តតាមផ្លូវច្បាប់រួចហើយកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2025នឹងបានកំណត់ឲ្យអ្នកមិនពាក់ព័ន្ធចាក់ចេញពីតំបន់នោះក្នុងរយៈពេល15ថ្ងៃដែលនឹងដល់កាលកំណត់នៅថ្ងៃទី3ខែតុលាឆ្នាំ2025នេះការិយាល័យគ្រប់គ្រងធនធានព្រៃឈើទី9សាខាប្រជិនបុរីសូមជម្រាបជូនដំណឹងអំពីជំហាននៃការអនុវត្តដូចខាងក្រោមណាសំណាក់ចាត់ការทรัพยากรป่าไม้ที่9สาขาปราจีนบุรีข้อแจงให้ทราบขั้นตอนการดำเนินการดังนี้ទី1បិទស្លាកប្រកាសដកហូតតំបន់ដែលត្រូវបានឈ្លានពានតាមរាជបញ្ញត្តិព្រៃឈើពុទ្ធសករាជ2484នៅក្នុងតំបន់កើតហេតុព្រមទាំងជូនដំណឹងឲ្យអ្នកមិនពាក់ព័ន្ធចាក់ចេញពីតំបន់នោះដែលការអនុវត្តនេះបានធ្វើរួចហើយណាអញ្ចឹងគឺភាគច្រើនវាព្យាយាមបង្កើតលក្ខខណ្ឌគោលការណ៍មកដាក់កម្ពុជារបស់យើងឲ្យអនុវត្តហើយគោលការណ៍របស់វាមួយនេះគឺហួសចិត្តអត់មានអីក្រៅទៅពីឲ្យរដ្ឋាភិបាលកម្ពុជាយើងជំលះប្រជាជនចេញពីតំបន់ហ្នឹងណាហើយសួរថាបើគាត់រស់នៅលើដីខ្មែរផ្ទះគាត់នៅរាប់សិបឆ្នាំហើយឲ្យគាត់ចេញទៅណាណាទី2បន្តស្វែងរកខុសតាងនិងសាកសីបន្ថែមទៀតដើម្បីបន្តនីតិវិធីបញ្ជូនទៅឲ្យមន្ត្រីស៊ើបអង្កេតបន្ថែមបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដំណាក់កាលអនុវត្តទី3នោះមុនតំបន់ដែលត្រូវបានដកហូតឬក៏ចាប់យកគឺជាតំបន់គ្រប់គ្រងដោយសារនៅមានភាពមិនមានសុវត្ថិភាពពីក្របមីនដូច្នេះការចូលអនុវត្តការងារនៅក្នុងតំបន់នោះចាំបាច់ត្រូវគិតគូរដល់សុវត្ថិភាពរបស់មន្ត្រីប្រតិបត្តិយ៉ាងណាមិញមន្ត្រីព្រៃឈើបានសម្របសម្រួលជាមួយស្ថាប័នសន្តិសុខដើម្បីនឹងអនុវត្តការងារភ្លាមនៅពេលដែលមានការត្រៀមលក្ខណៈរួចរាល់ក៏ទៅថៃគឺវាគេថាព្យាយាមរករឿងជាមួយយើងអត់ចេះឈប់ឈរណាទាំងដែលពីដើមឡើយនឹងចង្វាយខេត្តស្រះកែវនិយាយពេញមាត់ថាតំបន់ហ្នឹងគឺជាដីរបស់កម្ពុជាទេអត់មានចូលដីថៃទេតែបន្ទាប់ពីគេហៅថាអីត្រូវបំនួងត្រូវកំភ្លៀងរបស់ប្រជាជនថៃអ្នកលេងបណ្ដាញសង្គម Facebook ថៃជេរគាត់ណាថាគាត់ហ្នឹងគេខ្លួនគេមន្ត្រីថៃបេះដូងខ្មែរណានិយាយទៅជេរប្រមាណគ្រប់សពបែបយ៉ាងរហូតដល់គាត់ចេញមកម្ដងទៀតគេថាផ្លាស់ប្ដូរ360ដឺក្រេថាតំបន់ហ្នឹងគឺជាដីរបស់ថៃទៅវិញណាថាហ្នឹងគឺថាទាំងបង្ខំបងប្អូនថាទាំងបំពេញណាទាំងដែលពីមុនថាទីតាំងហ្នឹងដីរបស់ខ្មែរទេអត់មានចូលដីរបស់ថៃទេអ
តែបងប្អូនសង្កេតមើលអ្នកនយោបាយក៏ដោយទាហានក៏ដោយតែនិយាយមិនស្រួលមិនត្រូវចិត្តប្រជាជនរបស់វាហ្នឹងគឺដឹងតែវាជេយកតែម្ដងណាអញ្ចឹងទៅលើព័ត៌មានទាំងពីរព័ត៌មានសំខាន់ហ្នឹងគឺមានតែប៉ុណ្្នឹងណាហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា